ជំរាបសួរម្ដងទៀតនៅថ្ងៃទី8ថ្ងៃអង្គារវេលាស្មើនេះខ្ញុំមកដល់កំពង់ចាមខ្ញុំទៅតែចេញពីកំពង់ធំដំបូងខ្ញុំសូមអរគុណដល់ប្រជាជនកំពង់ចាមនិងអធិការក្រុងឬក៏ថ្នាក់ដឹកនាំនៅក្នុងខេត្តដែលបានបំបែករឿងរ៉ាវដែលមនុស្សសតិមិនគ្រប់គាត់បានយកសភៅហែកហើយយកទៅបោះចោលឥឡូវនេះខ្ញុំយកសភៅបន្ថែមចំនួន28ក្បាលទៀតដែលជាសភៅរបស់ខ្ញុំយកមកដើម្បីបន្ថែមចូលទៅក្នុងទូហ្នឹងអញ្ចឹងខ្ញុំអរគុណច្រើនដែលប្រជាជននៅកំពង់ចាមខ្ញុំស្នាក់នៅ13ថ្ងៃនេះខ្ញុំឃើញថាមានអ្នកអានប៉ិតមែនណាអញ្ចឹងមកខ្ញុំសម្រេចចិត្តថាដាក់ថែមនៅសៀវភៅឲ្យអ្នកទាំងអស់គ្នាអានទៀតដោយសារតែមានរូបភាពលោកតាចាស់ហើយនឹងអ៊ំគាត់នៅតែបន្តអានដូច្នេះហើយខ្ញុំបានរំលែកយកសៀវភៅរបស់ខ្ញុំ28ក្បាលមកពីកំពង់ធំមកដាក់ចូលក្នុងទូនទៀតអញ្ចឹងសង្ឃឹមថាបន្ទាប់ពីមនុស្សសតិមិនគ្រប់គាត់ហែកចោលហើយយើងនៅតែចូលរួមការពារថែរក្សាទាំងអស់គ្នាដោយសារតែខ្ញុំចង់ឲ្យកំពង់ចាមរបស់យើងនៅតែបន្តអានរហូតព្រោះខ្ញុំមានផែនការនឹងមកម្ដងទៀតនៅឆ្នាំក្រោយដើម្បីរៀបចំជាបណ្ណាល័យល្អប្រសើរជាងនេះបើសិនជាបណ្ណាល័យតូចប៉ុណ្ណេះទុកទល់មិនជាប់ខ្ញុំក៏មិនហ៊ានធ្វើឲ្យធំដែរនៅកំពង់ចាមខ្ញុំដាក់សភៅមកសិតតែល្អសភៅសន្តានាជាភាសាចិនសភៅអង់គ្លេសសភៅធម្មនុនហើយជាភាសាខ្ញុំដាក់មកសភៅបងប្អូនមកទេសភៅសម្ដេចក៏មកសភៅអីគេអំណាចជាអំណាចក៏មកសភៅអ្នកប្រាជ្ញក៏មកខ្ញុំដាក់មកច្រើនមូលហេតុដែលខ្ញុំស្រឡាញ់កំពង់ចាមដោយសារ13ថ្ងៃខ្ញុំនៅកំពង់ចាមខ្ញុំឃើញគេអានមែនជាង1500នាក់អានប៉ិតអត់សំដែងដូច្នេះទើបខ្ញុំចង់ឲ្យទូហ្នឹងនៅតែមានរហូតអញ្ចឹងពួកយើងទាំងអស់គ្នាបើបានឃើញជួយថែរក្សាខ្ញុំនឹងរៀបចំថាដាក់យ៉ាងម៉េចឲ្យប្រសើរឲ្យអ្នកទាំងអស់គ្នាចូលរួមអញ្ចឹងអរគុណច្រើនហើយកុំភ្លេចណានៅកំពង់ចាមគេហាលៀស1គីឡូដីនៅថ្ងៃទី2នៃចូលឆ្នាំខ្មែរតែខ្ញុំឆ្ងល់ថាតើគេបានអីហាលពីព្រោះវែងម្លឹងចង់ដឹកមកខ្លួនឯងនៅថ្ងៃទី15សង្ក្រាន្តនៅកំពង់ចាមអ្នកទាំងអស់គ្នានឹងបានញ៉ាំលៀសក៏ប៉ុន្តែអ្នកទាំងអស់គ្នាឃើញហើយមុននឹងញ៉ាំលៀសចូលឆ្នាំរួចកុំភ្លេចញ៉ាំចំណេះដឹងជាមួយសភៅរបស់ខ្ញុំណាអរគុណប្រជាជនកំពង់ចាមអរគុណអធិការក្រុងអរគុណអ្នកទូទៅដែលនៅជុំវិញនេះបានថែរក្សាសភៅទូកំណត់កំណត់របស់ពួកយើងជួបខ្ញុំនៅវីដេអូក្រោយសម្រាប់ខេត្តកំពង់ចាមខ្ញុំសូមថែមសភៅ27ក្បាលទៀតបាយបាយ